ជំរាបសួរខ្ញុំបាទឈ្មោះធីវុធាជាសិស្សទី 12A នៃសាលាវិទ្យាល័យកន្លែងនាងខ្ញុំឈ្មោះខុងវាសនាជាសិស្សថ្នាក់ទី 12A នៃវិទ្យាល័យកន្លែងថ្ងៃនេះខ្ញុំបាទមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានក្រុមការងារពីសាកលវិទ្យាល័យ South Asia បានចុះមកចែករំលែកពីបទពិសោធន៍និងផ្សព្វផ្សាយពីជំនាញក្នុងការចាប់អាជីពបន្តការសិក្សានៅសាកលវិទ្យាល័យពួកគាត់បានចែករំលែកជាច្រើនទាក់ទងនឹងការរៀននៅសាកលវិទ្យាល័យនិងការចាប់ជំនាញឲ្យសមស្របនឹងសមត្ថភាពរបស់ខ្លួនហើយចំពោះរូបខ្ញុំបាទគឺចាប់អារម្មណ៍លើជំនាញផ្នែកគណិតវិទ្យាខ្ញុំពិតជាចាប់អារម្មណ៍នៅសាលាសាកលវិទ្យាល័យ South Asia ព្រោះថាសាលាមានចឹងជំនាញដែលយើងស្រឡាញ់ហើយនឹងភាសាបន្ថែមទៀតមានដូចជាភាសាចិននិងភាសាអង់គ្លេសចំពោះខ្ញុំក៏មានសេចក្តីសោមនស្សរីករាយផងដែរដែលបានសាលានៅ South Asia ដែលហៅកាត់ថា UC បានមកផ្សព្វផ្សាយពីចំណេះដឹងហើយជួយតម្រង់ទិសឲ្យពួកយើងទៅរកផ្លូវនៅថ្ងៃអនាគតផងដែរហើយនិយាយពីមុខជំនាញមានដូចជាអង់គ្លេសមានចិនមានអីសម្រាប់បង្រៀនបន្ថែមហើយសម្រាប់មុខវិជ្ជាដែលខ្ញុំចាប់អារម្មណ៍គឺព័ត៌មានវិទ្យាគឺជាជំនាញមួយដែលខ្ញុំពេញចិត្តពេលដែលខ្ញុំបញ្ចប់ការសិក្សានៅវិទ្យាល័យថ្នាក់ទី 12 នេះទៅខ្ញុំក៏ចង់ទៅរៀននៅសាលា South Asia នឹងផងដែរជាចុងក្រោយពួកខ្ញុំទាំងពីរនាក់សូមជូនពរដល់សិស្សានុសិស្សទាំងអស់សូមឲ្យទទួលបានលទ្ធផលល្អនាថ្ងៃខាងមុខនេះជូនពរឲ្យជាប់ទាំងអស់គ្នា